សំណួរទី1តើតើនឹងការប្រើប្រាស់សម្លៀកបំពាក់ដែលធ្វើពីស្បែកសត្វសាហាវដូចជាសត្វខ្លាសត្វតោឬក៏សត្វសាហាវផ្សេងទៀតតើហុគមវាយ៉ាងដូចម្តេចនៅក្នុងសាសនាអ៊ីស្លាមហើយសំណួរទី2តើតើនឹងម៉ាក់មុំដែលសម្យ៉ាងជាមួយម៉ាំហើយគាត់ភ្លេចខ្លួនឲ្យសាឡាមមុនម៉ាំឬក៏គាត់ច្រឡំស្មានថាម៉ាំឲ្យសាឡាមហើយគាត់ឲ្យសាឡាមប៉ុន្តែក្រោយពេលឲ្យសាឡាមចប់ឃើញថាអ៊ីម៉ាំគឺមិនទាន់ឲ្យសាឡាមទេតើគាត់ត្រូវធ្វើយ៉ាងដូចម្តេចជាមួយសំណួរទី1តើតើនឹងការប្រើប្រាស់សម្លៀកបំពាក់ដែលធ្វើពីស្បែកសត្វសាហាវដូចជាសត្វតោសត្វខ្លាជាដើមត្រូវបានហាមឃាត់នៅក្នុងសាសនាអ៊ីស្លាមរបស់យើងព្រោះមានហាឌីសصحيح dari kata Imam At-Tirmidzi ហើយ Imam An-Nawawi ហើយ Sheikh Al-Albani rahimahumullah បានបញ្ជាក់ប្រាប់ថាវាជាហាឌីស صحيح ហាឌីសគឺជាសេចក្តីរាយការណ៍ពី Abil Malih អំពីឪពុករបស់គាត់ដែលគាត់បានបញ្ជាក់ប្រាប់ថា Anna Nabiy sallallahu alaihi wasallam naha an juludis sibab an tuftarash មានន័យថាប៉ុន្តែនប៊ីសល្លឡោះអាឡៃសាឡាមហាមឃាត់អំពីការយកស្បែកសត្វសាហាវធ្វើជាកម្រាលចឹងការយកស្បែកសត្វសាហាវដូចជាសត្វខ្លាសត្វតោសត្វសាហាវផ្សេងទៀតធ្វើជាកម្រាលព្រំឬកម្រាលលើកៅអីឬក៏កម្រាលលើសត្វជាចំណីដូចជាសត្វសេះសត្វអូតឬក៏កម្រាលលើកៅអីរថយន្តនៅពេលបច្ចុប្បន្នករណីនេះគឺត្រូវបានហាមឃាត់នៅក្នុងសាសនាអ៊ីស្លាមរបស់យើងហើយម៉ូអាវីយ៉ារ៉ាឌីយ៉ាឡោះអានហ៊ូគាត់ក៏បាននិយាយហាឌីសមួយពីនប៊ីសល្លឡោះអាឡៃសាឡាមថានប៊ីបានមានប្រសាសន៍ថាឡាតស្ហាបុលម៉ាឡាអ៊ីការុហ្វកាតានហ្វីហាជីលទូណាមីររ៉ាវ៉ាហ៊ូអប៊ូដាវូដវ៉ាហ៊សានហ៊ុលអលអល់បានីមានន័យថានប៊ីសល្លឡោះអាឡៃសាឡាមបានមានប្រសាសន៍ថាម៉ាឡាអ៊ីកាគឺមិនអមដំណើរក្រុមមួយដែលនៅក្នុងក្រុមរបស់គាត់នោះមានស្បែកសត្វខ្លានោះទេចូលលំអខ្លះគាត់ថាកន្លែងនេះគឺសំដៅលើស្បែកសត្វខ្លាដែលមិនទាន់កែច្នៃហើយស្បែកសត្វខ្លាដែលកែច្នៃជាសម្លៀកបំពាក់ហើយក៏ដោយអញ្ចឹងកាលណាម៉ាឡាអ៊ីកាមិនទៅក្បែរមិនអមដំណើរមានន័យថាអ្នកដែលអមដំណើរគឺពីណាសេតានព្រោះថានៅក្នុងទុនយ៉ានេះគឺមានពីរម៉ាឡាអ៊ីកាកាលណាគាត់នៅជាមួយក្រុមណាមានន័យថាក្រុមនោះជាក្រុមដែលល្អក្រុមដែលមានបារកាតមានរ៉ហ្មាត់ពីអល់ឡោះស៊ុបហានតាឡាកាលណាម៉ាឡាអ៊ីកាអត់ទៅក្បែរមានន័យថាក្រុមនោះជាក្រុមមិនល្អនោះទេជាក្រុមមិនល្អនោះទេហើយអល់បារ៉ាប៊ីនអាហ្ស៊ីបរ៉ាឌីយ៉ាឡោះអានហ៊ូគាត់ក៏បាននិយាយថាប៉ុន្តែនប៊ីសល្លឡោះអាឡៃសាឡាមបានហាមឃាត់អំពីអលម៉ាយ៉ាស៊ីរអ៊ុលម៉ាហាឌីសមួយចំនួនរបស់ស្រាយតើតើនៅពាក្យម៉ាយ៉ាស៊ីរជាភាសាអារ៉ាប់នេះថាជាប្រភេទកម្រាលដែលធ្វើអំពីសូត្រហើយលំអខ្លះក៏បកស្រាយថាជាប្រភេទស្បែកសត្វសាហាវស្បែកសត្វសាហាវទាំងជាសង្ខេបចម្លើយនៃសំណួរដែលសួរតើតើនឹងការប្រើប្រាស់សម្លៀកបំពាក់ដែលធ្វើអំពីស្បែកសត្វសាហាវដូចជាសត្វខ្លាសត្វតោនិងសត្វសាហាវផ្សេងទៀតត្រូវបានហាមឃាត់នៅក្នុងសាសនាអ៊ីស្លាមដូចគ្នាដែរការយកស្បែកសត្វទាំងអស់នោះធ្វើជាកម្រាលមិនថាកម្រាលព្រំឬក៏កម្រាលលើកៅអីឬក៏កម្រាលផ្សេងទៀតនោះទេត្រូវបានហាមឃាត់នៅក្នុងសាសនាអ៊ីស្លាមរបស់យើងប៉ុន្តែបើស្បែកសត្វដែលយើងទទួលទានសាច់វាជាអាហារដូចស្បែកសត្វគោឲ្យឧទាហរណ៍ការធ្វើជាកាបូបឬក៏ខ្សែក្រវ៉ាត់ឬក៏ស្បែកជើងអត់បញ្ហាទេទោះបីសត្វនោះស្លាប់ដោយមិនបានសម្លេះក៏ដោយវាជាធម្មតាមុនពេលគេធ្វើគឺគេត្រូវសម្អាតសម្អាតនោះហើយជាការដែលអ៊ីស្លាមមកប្រើនប៊ីបានមានឧស្សាហ៍នៅក្នុងហាឌីសមួយថាអៃយូម៉ាអ៊ីហាប៊ីនឌូបៀកហ្វកតតាហូរមានថាស្បែកសត្វទាំងឡាយណាដែលត្រូវគេយកមកសម្អាតវានឹងក្លាយជាស្អាតស្អំកន្លែងនេះអ៊ុលម៉ាជាច្រើនក៏បញ្ជាក់ប្រាប់ថាគឺសំដៅលើស្បែកសត្វដែលធម្មតាកាលណាសម្លេះត្រឹមត្រូវគឺហាឡាល់ដូចជាស្បែកគោស្បែកសត្វក្របីស្បែកសត្វផ្សេងទៀត
ដែលកាលណាគេសម្លេះវាត្រឹមត្រូវហាឡាល់នៅក្នុងអ៊ីស្លាមចឹងទៅបីវាស្លាប់ដោយមិនបានសម្លេះត្រឹមត្រូវប៉ុន្តែគេយកស្បែករបស់វាមកកែច្នៃហើយធម្មតាការកែច្នៃគឺមានការសម្អាតដើម្បីបំបត្តិក្លិនដើម្បីបំបត្តិបកាអាក្រក់ដែលនៅជាប់ស្បែកដូចជារំអិលផ្សេងៗនោះវាធ្វើឲ្យស្បែកសត្វទៅនោះក្លាយជាហាឡាល់ចឹងបែងចែកគ្នាឲ្យដាច់រវាងស្បែកសត្វដែលយើងទទួលទានសាច់វាជាអាហារករណីនោះគឺការយកមកប្រើប្រាស់គឺហាឡាល់ប៉ុន្តែស្បែកសត្វដែលយើងមិនទទួលទានសាច់វាជាអាហារទេដូចជាស្បែកសាច់ជ្រូកអីទោះបីយកមកសម្អាតក៏អត់ស្អាតដែរណាក៏នៅតែនិយាយស្ដដែលគឺយើងប្រើប្រាស់អត់កើតទេហើយស្បែកសត្វសាហាវដូចជាសត្វខ្លាសត្វតោដែលយើងមិនទទួលទានសាច់វាជាអាហារចឹងការយកស្បែកវាមកសម្អាតក៏វាមិនស្អាតដែរវានៅនិយាយស្ដដែលចឹងការប្រើប្រាស់ក៏ត្រូវបានហាមឃាត់ដែរនៅក្នុងសាសនាអ៊ីស្លាមរបស់យើងការប្រើប្រាស់ក៏ត្រូវបានហាមឃាត់ដែរនៅក្នុងសាសនាអ៊ីស្លាមរបស់យើង